ចឹងខ្ញុំសុំត្រឡប់ទៅផ្នែកខាងនេះវិញចឹងដើម្បីគូឲ្យមានចេញរូបរាងបែបនេះយើងត្រូវប្រើ pen tool មួយណាចឹងយើងត្រូវចូលនៅក្នុងpen tool នេះវាមាន pen tool វាមាន free form pen tool វាមានជាច្រើនចឹងនៅក្នុងករណីនេះយើងប្រើ pen tool នេះមុនចឹងបងប្អូនទាំងអស់គ្នាចាប់ទាញវាមកហើយចាប់ពុតវាតាមរូបរាងឧទាហរណ៍ថាយើងចង់បានរាងកោងឬក៏រាងមូលចឹងណាចឹងតាមជាក់ស្ដែងអូខេចឹងទាញមកច្រើនណាអញ្ចឹងមកក្នុងករណីយើងចង់ឲ្យវារាងស្អាតជាងហ្នឹងយើងចូលទៅក្នុង pen tool មួយនេះដែលមានជារូបភាពជាដែកនេះគេហៅថា Crevator pen tool Crevator pen tool នេះជួយសម្រួលបងប្អូនទាំងអស់គ្នាងាយស្រួលនៅក្នុងការកែតម្រង់រូបរាងយើងចង់ទាញកោងឬក៏យើងចង់ទាញរូបភាពនេះមកខុសក្រមយើងអាចប្រើបានអញ្ចឹងនៅក្នុងករណីនេះវាអត់ប្រែប្រួលរូបរាងដើមនៃរូបភាពរបស់យើងទេយើងអាចទាញបានដោយសារមានបងប្អូនជាច្រើនបានសួរខ្ញុំពាក់ព័ន្ធជាមួយនឹងការធ្វើ name card ហ្នឹងយើងធ្វើមិនចឹងយើងឃើញអា pen tool នេះវាជួយយើងច្រើនអញ្ចឹងមកក្នុងករណីយើងត្រឡប់មករូបភាពដើមនេះវិញអញ្ចឹងយើងចង់ទាញឲ្យដូចនៅក្នុងកោងរាងរបស់វាយើងអាចយករូបភាពនេះទៅដាក់នៅលើចំណុចមួយនេះបានយើងដាក់នៅលើចំណុចនេះយើងគូបានន័យថាយើងគូដានតាមរូបភាពដែលមាននេះស្រាប់ហ្នឹងហើយក្នុងករណីយើងដូរពណ៌យើងដូរតាមករណីជាក់ស្ដែងមកយើងអាចដូរបដូរពណ៌វាចូលទៅមើល layer របស់យើងក៏បានឬក៏យើងដូរពណ៌នៅក្នុងកន្លែងនេះក៏បានយើងចូលទៅកន្លែង FX នេះមកហើយយើងចូលទៅកន្លែង FX វាមាន color overlay អូខេចឹងយើងអាចដូរពណ៌ជាក់ស្ដែងនៅក្នុងនេះចង់ដូរពណ៌ខៀវក៏បានដូរពណ៌ក្រហមក៏បានស្រេចយើងអូខេសម្រាប់វីដេអូខ្ញុំមានប៉ុណ្ណឹងបើសិនជាក្នុងករណីយើងចង់ទាញស្អាតឲ្យវាចេញរាងស្អាតយើងត្រូវយករូបភាពនោះមកធ្វើតែម្ដងដោយសារតែពេលយើងធ្វើវីដេអូនេះបើយើងធ្វើមក pass card មក name card វាហ្មងគឺវាត្រូវចំណាយពេលក្នុងការថតវីដេអូច្រើនអរគុណច្រើនបើសិនជាចង់បានវីដេអូថ្មីខ្ញុំជួយ comment នៅខាងក្រោម